ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាធ្លាប់ឮគេនិយាយថាប្រេងកាតដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃនេះកើតចេញពីសាកសពដាយណូស័រដែលរលាយចូលដីមែនទេការពិតវាមិនដូច្នោះទេដាយណូស័រភាគច្រើនរស់នៅលើដីគោកប៉ុន្តែប្រេងកាតដែលយើងបូមបានភាគច្រើនគឺនៅប្រភពពីបាតសមុទ្រឯណោះនេះគឺជាដំណើរការនៃការកកើតរាប់លានឆ្នាំមុនកាលពីរាប់លានឆ្នាំមុនសត្វនិងរុក្ខជាតិតូចៗបំផុតហៅថាប្លង់តុងនិងសារ៉ាយបានងាប់ទៅហើយធ្លាក់ទៅបាតសមុទ្រក្រោមសម្ពាធដ៏ធ្ងន់នៃសន្ទប់ផែនដីនិងកម្ដៅដ៏ក្តៅពីស្នូលផែនដីក្នុងលក្ខខណ្ឌដែលគ្មានអុកស៊ីសែនសាកសពសរីរាង្គទាំងនេះបានបំលែងខ្លួនបន្តិចម្ដងក្លាយជាអ៊ីត្រូកាបូនឬហៅថាប្រេងឆៅរីឯដំណើរការរុករកនិងការបូមប្រេងវិញដើម្បីបានប្រេងនេះមកប្រើវិស្វករត្រូវប្រើបច្ចេកវិទ្យារលកសំឡេងដើម្បីស្កែនរកមើលអាងស្តុកប្រេងក្រោមដីរួចទើបគេខួងបូមវាឡើងមកលើប៉ុន្តែប្រេងដែលទើបបូមបានគឺមានពណ៌ខ្មៅស្អិតនិងមិនទាន់អាចប្រើជាមួយម៉ាស៊ីនឡានបាននៅឡើយទេដំណើរការនៅក្នុងរោងចក្រចម្រាញ់វិញគេបញ្ជូនប្រេងឆៅទៅកាន់ប៉មចម្រាញ់រួចដុតកម្ដៅវាឲ្យคล้ายទៅជាចំហាយនៅក្នុងសីតុណ្ហភាពជិត400អង្សាសេឥឡូវនេះបងប្អូនដឹងហើយថាសាំងដែលបងប្អូនទាំងអស់គ្នាចាក់រាល់ថ្ងៃគឺមានតម្លៃណាស់ព្រោះវាត្រូវចំណាយពេលរាប់លានឆ្នាំដើម្បីកកើតប្រសិនបើចូលចិត្តវីដេអូចំណេះដឹងបែបនេះកុំភ្លេចចុច like share និង follow ដើម្បីរងចាំទស្សនាវីដេអូក្រោយទៀតសូមអរគុណ